តើអ្នកដឹងទេថាអាការៈពុលឡានកើតឡើងដោយសារអ្វីមនុស្សមួយចំនួនជ្រើសរើសការអានសៀវភៅឬការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងការធ្វើដំណើររយៈពេលវែងនៅក្នុងឡានដើម្បីបំបត្តិភាពអផ្សុកតែ30%នៃមនុស្សទាំងអស់នោះមានអារម្មណ៍ថាវិលមុខឬមួយក៏ចង់ក្អួតហើយនេះហើយគឺជាអាការៈពុលឡាននៅក្នុងត្រចៀករបស់ពួកយើងមានសរីរាង្គមួយដែលមានរាងដូចគូខ្យងវាមានតួនាទីរក្សាលំនឹងនិងគ្រប់គ្រងចលនារបស់មនុស្សនៅពេលដែលរថយន្តផ្លាស់ប្ដូរល្បឿនទៅមុខឬឈប់សរីរាង្គនេះនឹងផ្ដល់សញ្ញាទៅខួរក្បាលថាយើងកំពុងតែមានចលនាតែស្របពេលនោះភ្នែកបានប្រាប់ទៅខួរក្បាលថាយើងនៅនឹងមួយកន្លែងគ្មានចលនាទេពីព្រោះរូបភាពដែលយើងឃើញគឺខាងក្រៅខ្នងកៅអីអ្នកបើកបរពេលនោះខួរក្បាលនឹងច្របូកច្របល់ដោយសារតែសញ្ញាទាំងពីរដែលមិនដូចគ្នាផ្ដល់ដោយត្រចៀកនិងភ្នែកកាលពីសម័យមិនទាន់មានរថយន្តឬយន្តហោះខួរក្បាលអាចទទួលសញ្ញាច្របូកច្របល់នេះបានមានតែក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះគឺពុលអាហារដូចនេះខួរក្បាលក៏ចាប់ផ្ដើមបញ្ជាសរីរាង្គទាំងអស់ឲ្យព្យាយាមយកអាហារទាំងអស់នោះចេញមកក្រៅតាមរយៈកំអួតសកម្មភាពនេះត្រូវបានធ្វើដោយមនុស្សអស់រយៈពេលរាប់លានឆ្នាំមកហើយវាស្ថិតនៅក្នុង DNA របស់មនុស្សប្រវត្តិសាស្ត្ររបស់រថយន្តនិងយន្តហោះទើបតែមានជាង100ឆ្នាំប៉ុណ្ណោះវាមិនអាចកែប្រែ DNA របស់មនុស្សនៅក្នុងលក្ខខណ្ឌនេះបានឡើយដូចនេះនៅពេលដែលអ្នកយល់ថាអ្នកមានអាការៈពុលឡានខួរក្បាលរបស់អ្នកនៅតែប្រាប់ថាអ្នកពុលអាហារហើយព្យាយាមយកចំណីអាហារទាំងអស់នោះចេញមកក្រៅតាមរយៈកំអួតយោបាយក្នុងការបង្ការអាការៈពុលឡាននោះគឺការអង្គុយនៅជាប់កៅអីអ្នកបើកបររួចព្យាយាមមើលទៅផ្លូវធ្វើឲ្យភ្នែកអ្នកទទួលអារម្មណ៍ថាអ្នកកំពុងតែមានចលនាបើវាមិនបានផលទេនោះអ្នកត្រូវប្រើប្រាស់ឱសថជាជំនួយឱសថនោះនឹងព្យាយាមបង្អាក់ប្រតិកម្មរបស់ខួរក្បាលធ្វើឲ្យអ្នកយល់ថាអ្នកនៅមានអារម្មណ៍ស្រស់ស្រាយ Subscribe Channel របស់ពួកយើងដើម្បីតាមដានវីដេអូក្រោយៗទៀត